បាទសួស្តីទាំងអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកចំណេះដឹងតិចតួចទាក់ទងជាមួយនឹង Excel ណាបាទអញ្ចឹងមុននឹងយើងចង់ដឹងថាតើខ្ញុំមានអីមកបង្ហាញជូនបាទតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទជាដំបូងខ្ញុំចង់បង្ហាញថាខ្ញុំមានខ្ញុំមានតារាងលេខបែបនេះបាទតារាងលេខបែបនេះវាជានេះណាជា PDF អញ្ចឹងករណី PDF នៅពេលដែលមានតួលេខបែបហ្នឹងហើយយើងចង់ convert វាណា convert វាទៅជា Excel គឺវានឹងចេញទៅជា Excel តែវាយើងមិនអាចបូកតួលេខខាងនេះបានទេអញ្ចឹងបានន័យថាខ្ញុំចង់បូក amount ទាំងអស់នេះឧទាហរណ៍ខ្ញុំចង់បូក amount ចំនួនណាចំនួនទឹកលុយនៅខាងស្ដាំដៃខ្ញុំនេះដើម្បីយើងប្រើទៅជា Excel ណាអញ្ចឹងតើយើងគួរធ្វើបែបណាអញ្ចឹងមុនដំបូងគឺយើងត្រូវ convert វាទៅជា Excel សិនបាទអញ្ចឹងការ convert ទៅ Excel អាហ្នឹងស្រេចទៅលើបងប្អូនទេចង់ប្រើប្រាស់នៅ tool អីក៏បានដែរសម្រាប់ខ្ញុំមាន tool មួយដែលខ្ញុំប្រើអញ្ចឹងណាបាទអញ្ចឹងតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាជាបន្តទៀតបាទយើងមាន tool យើងអញ្ចឹងដោយសារនេះគឺខ្ញុំប្រើវាឲ្យវាពីជា PDF ទៅជា Excel អញ្ចឹងខ្ញុំ set auto ហើយអញ្ចឹងខ្ញុំគ្រាន់តែ select មកខ្ញុំជ្រើសរើស file មកអញ្ចឹង file ដែលខ្ញុំបង្ហាញមុនហ្នឹងគឺ file មួយនេះអញ្ចឹងខ្ញុំនឹងselect វាបន្ទាប់មកយើង convert វាទៅបាទដោយសារវាបាំងជាមួយនឹងscreen ខ្ញុំនេះអញ្ចឹងខ្ញុំចុចលើនេះ convert ទៅ Excel បាទអញ្ចឹងយើងធ្វើការរងចាំវាបន្តិចពេលវាដើររួចគឺវានឹង download file ហ្នឹងមកឲ្យយើងបាទនៅខាងលើនេះបាទនេះវាកំពុងតែ download ហើយបងប្អូនឃើញហើយនេះបាទអូខេឥឡូវនេះគឺវាចេញមកហើយអញ្ចឹងខ្ញុំចុចវាតែម្ដងខ្ញុំមិនចាំបាច់ទៅ open វាកន្លែងណាទេខ្ញុំចុចបើក file Excel ហ្នឹងតែម្ដងនេះធម្មតា Excel វាចេញមកវាចេញលក្ខណៈ protected view បានន័យថាវាបិទអញ្ចឹងណាអញ្ចឹងយើងវាគេការពារអញ្ចឹងដើម្បីយើង edit Excel file ហ្នឹងបានគឺយើងចុច enable editing នេះទៅបាទនេះសម្រាប់បងប្អូនដែលអត់ទាន់ចេះសម្រាប់បងប្អូនចេះអាហ្នឹងគឺខ្ញុំគាត់ថាគាត់ងាយស្រួលទេបាទបន្ទាប់ពីយើង convert ពី PDF មក Excel មកយើងនឹងឃើញបែបនេះហើយលេខនេះគឺបងប្អូនឃើញហើយគឺវាអត់បូកឲ្យយើងទេបានថាវាជា text បានថាវាជាអក្សរណាបាទអញ្ចឹងគោលបំណងយើងត្រូវបំលែងកន្លោននេះឲ្យវាទៅជាលេខដើម្បីយើងបូកវាឬក៏យើងចាប់ pivot ចាប់អីចឹងទៅអញ្ចឹងគឺជាការងារបន្តគឺខ្ញុំចុចលើនេះចុចលើកន្លោន D នេះហើយចុចទាំងអស់មកយើងចុច Control C មកយើង copy វាហើយយើងយកវាមកដាក់នៅខាងនេះបាទខ្ញុំធ្វើពី column ណាបាទអាហ្នឹងតែគាត់ថារឿង column ប្រមាណអាហ្នឹងបងប្អូនអ្នករៀបចំទៅដាក់តែ2ក៏បានដែរតែ1ក៏បានដែរអញ្ចឹងណាបាទអញ្ចឹងការងារបន្តទៀតគឺយើងត្រូវធ្វើការលើអានេះកន្លោននេះមួយបាទកន្លោននេះអញ្ចឹងយើងចុចខ្ញុំចុចលើ cell E6 នេះហើយខ្ញុំចុចសញ្ញាស្មើហើយយើង select យកពាក្យ substitute នេះបាទនេះ substitute នៅខាងលើនេះកន្លែងនេះមិញបងបាទហើយបើអត់មានទេយើងវាយមកហើយយើងវាយហើយយើងដាក់manual បាទអញ្ចឹងកន្លែង text នេះកន្លោន text នេះគឺយើងយកនេះនេះកន្លោនដែលនៅជាប់គ្នានេះគឺកន្លោន D បាទកន្លោន D6 នេះមកបាទវាលោតអក្សរនេះមកអ្នក 200k HR នេះបាទហើយបន្ទាប់មកទៀត old text old text នេះគឺយើងវាយបាទយើងវាយសញ្ញាថ្មីកដុលហើយយើងដក clear ហើយយើងវាយពាក្យ KHR ហ្នឹងបាទហើយយើងវាយអក្សរធំទៅហើយបន្ទាប់មកទៀត new text គឺយើងវាយថ្មីកដុលដក clear ថ្មីកដុលបាទអញ្ចឹងយើងអូខេមកបាទនេះវាលោតមកហើយអានេះវា200នេះគឺវាជា200លេខ200នេះ200វាចេញជាលេខមែនក៏ប៉ុន្តែយើងអត់ទាន់បូកវាបានទេយើងនៅតែបូកវាបានដដែលដោយសារយើងគ្រាន់តែនេះយើងគ្រាន់តែកាត់អក្សរចោលទេអញ្ចឹងកន្លោន E នេះយើងវាមិនទាន់ខ្លាយជាតួលេខនៅឡើយទេវាគ្រាន់តែយើងកាត់ជាអក្សរបានតែកាត់អក្សរចោលសំទោសកាត់អក្សរចោលទុកតែលេខអញ្ចឹងគោលបំណងយើងបន្តទៀតគឺយើងត្រូវចុចនៅលើលេខនេះហ្នឹងយើងចុច copy សិនណាបាទយើងចុច Control C សិនមកហើយយើងC control មកបាទ C control មកហើយយើងចុចសញ្ញាព្រួយចុះក្រោមបាទ C control សញ្ញាព្រួយចុះក្រោមហើយបងប្អូនចុចសូ control V មកបាទបានយើង paste វា all ណាយើង paste វា all មកឬមួយក៏បងប្អូនចុច control D សរុបទាំងអស់មកក៏បានអានឹងវិធីសាស្ត្រ copy paste អានឹងបងប្អូនអាចចេះតាមណាប្រើតាមហ្នឹងទៅបាទអញ្ចឹងខ្ញុំ copy paste វាហើយបាទអញ្ចឹងបងប្អូនឃើញហើយថាទាំងអស់នេះវានៅតែជាបើយើងមើលវារាប់ដដែលទេបានថាវាអត់ដើរទាន់ទៅជាលេខទេអញ្ចឹងអ្វីបន្តទៀតគឺខ្ញុំត្រូវ copy all បាទបាទខ្ញុំដោយសារយើងនៅ select វាឡើយអញ្ចឹងយើងត្រូវចុច control C ទាំងអស់មកបាទប្រហែល row 12000 row ហ្នឹងយើងចុចទាំងអស់មកហើយយើងមក paste វានៅក្នុង column S វិញបាទដោយសារយើងត្រូវការយកវាមក convert វាទៅជានេះណាជា number បាទអញ្ចឹងយើងចុច paste value វាខ្ញុំចុចលើ column F cell F6 នេះខ្ញុំចុច right click វាមកហើយយើងចុចនេះសញ្ញា1 2 3នេះដើម្បីយើង pass value បាទយើងយកតែលេខទេយើងអត់យកទាំងរូបមន្តអីមកទេបាទអញ្ចឹងយើង pass value មកបាទបងប្អូនឃើញហើយបាទ
hayនេះពេលដែលយើង paste មកក៏វាអត់ទាន់ខ្លាយទៅជាបងប្អូនអាចមើលនៅកន្លែងនេះនៅជឿនរលដែរបានថាវានៅតែជា text ដដែលទេអញ្ចឹងយើងត្រូវ convert column f ហ្នឹងឲ្យទៅជា number ដើម្បីយើងបូកសរុបវាបានដើម្បីយើងអាចបូកវាបានអញ្ចឹងណាបាទអញ្ចឹងបងប្អូនអាចឃើញអានេះបងប្អូនឃើញសញ្ញាពេលដែលយើង copy paste value វិញមកគឺបងប្អូនឃើញនេះលក់សញ្ញាទៀននេះសញ្ញាលឿងនេះណាអញ្ចឹងយើងចុចលើសញ្ញាលឿងនេះមកបងប្អូនឃើញនេះអាសញ្ញាស្អីគេនេះកន្លែងព្រួយចុះក្រោមនេះណាបងប្អូនចុចលើវាមកបងប្អូនឃើញពាក្យនេះដាក់ convert to number អញ្ចឹងដោយសារយើង select all ហើយបានថាពេលបងប្អូន paste ភ្លាមបងប្អូនកុំអាលដោះកុំអាលលុបអីចោលបានថាយើងទុកវាឲ្យវានេះយើងទុកវាឲ្យវានៅជាប់ទាំងអស់ហ្នឹងសិនណាគ្រប់ row ហ្នឹងនៅដដែលជាងសិនមកហើយដើម្បីយើង select convert ទៅ number តែមួយវាទៅទាំងអស់ហ្មងហើយបើមិនអញ្ចឹងទេបងប្អូនត្រូវ select ឡើងវិញឬមួយក៏ធ្វើម្ដងមួយ view អញ្ចឹងណាអញ្ចឹង paste ភ្លាមយើងឃើញអាហ្នឹងហើយយើងចុច convert to number ទៅបាទវាកំពុងដើរហើយបាទអូខេឥឡូវនេះគឺលេខរបស់យើងនេះគឺវាคล้ายទៅជាសំទោសតួលេខអក្សររបស់យើងនេះពីកន្លោន D E ហើយនឹងមកដល់ S នេះវាคล้ายទៅជាលេខហើយបាទអញ្ចឹងបងប្អូនអាចឃើញគឺនេះយើងឃើញវាដាក់សាំមកវាបូកឲ្យយើងកន្លែងសាំណាបាទបានថានេះវាคล้ายជាលេខហើយអញ្ចឹងបងប្អូនចង់បូកចង់ដកអីវាគឺទៅតាមហ្នឹងទៅអញ្ចឹងបានថាយើងអាចបូកវាបានធម្មតាអញ្ចឹងណាបាទអញ្ចឹងគឺងាយស្រួលទេបាទអូខេអញ្ចឹងនេះជាតួលេខដែលយើងអាចបូកបានណាបាទអញ្ចឹងយើងអាចយើងនេះជាវិធីងាយសម្រាប់បងប្អូនដែលចង់ convert text ដែលមានលេខអក្សរលាយគ្នាណាបានឲ្យយើងបំលែងពីលេខមានអក្សរទៅជាលេខដែលយើងអាចបូកវាបានបាទអញ្ចឹងវីដេអូរបស់ខ្ញុំតាក់ទងមួយ Excel នេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាបងប្អូនមានអីដែលលឿនជាងហ្នឹងល្អជាងហ្នឹងក៏បងប្អូនអាចចែករំលែកទៅដល់បងប្អូនយើងដែលមិនទាន់ចេះបានផងដែរបាទសូមអរគុណ